នេះជាក្រុមចចកព្រៃប្រឡ័យកូនមន់គេម្នាក់សិតតែមានទោសពីបទផ្សេងគ្នាដូចជាអាខ្លាហើយនឹងអាតោពួកគេជាប់ទោសពីបទលួចធ្វើស៊ីកូនទាកប៉ាចំនួន3ក្បាលកាលពីថ្ងៃទី15ខែ12ឆ្នាំ2025ជនសង្ស័យ2នាក់អាខ្លាហើយនឹងអាតោបានពាត់ធ្វើស៊ីកូនទាកប៉ាអស់ចំនួន3ក្បាលដោយមិនបន្សល់នៅសាកសពឆ្លងការស៊ើបអង្កេតទើបដឹងថាពិតជាពួកគេទាំងពីរនាក់មែនបានពាត់ធ្វើស៊ីកូនទាកប៉ាចំណែកឯមេខ្វៃមេបុផាឆ្នាស់ហើយនឹងមេធ្លាក់កាលពីថ្ងៃទី16ឆ្នាំ2000ខែ12ឆ្នាំ2025ពួកគេបានលួចធ្វើស៊ីកូនមេលេខអស់ចំនួន3ក្បាលដូចគ្នាដោយព្រលឹមស្រាងដោយកូនមន់ទៅទាំងចុះពីរនំពួកគេបានពាត់ធ្វើស៊ីកូនមេលេខអស់ចំនួន3ក្បាលរួចដោយម្ចាស់បានមកតាន់ឆ្លងតាមការស៊ើបអង្កេតនិងពិនិត្យតាមដានទើបដឹងថាពួកគេម្នាក់សុទ្ធតែមានបទឧក្រិដ្ឋនិងបទល្មើសរៀងខ្លួនអ្នកខ្លះទៀតបាននាំគ្នាទៅពាត់ធ្វើស៊ីកូនមន់អ្នកខ្លះទៀតពាត់ធ្វើស៊ីកូនទាហើយអ្នកខ្លះទៀតបានពំស្បែកជើងម្ចាស់ពីផ្ទះទៅក្រៅផ្ទះហើយអ្នកខ្លះទៀតពេលដែលម្ចាស់បើកទ្វារចំហភ្លេចខ្លួនបានលួចជួលទៅក្នុងរោងបាយដើម្បីលិតចានដូច្នេះហើយម្នាក់មានទោសពីបទផ្សេងគ្នាតុលាការក្នុងស្រុកក៏បានកាត់ទោសដាក់មន្ទីរឃុំឃាំងពួកគេពីចំនួន6ខែទៅ1ឆ្នាំដើម្បីពិចារណាកំហុសដោយជាអាខ្លាហើយនឹងអាតោពួកគេត្រូវជាប់ទោសពី6ខែដើម្បីពិចារណាកំហុសបើសិនជាពួកគេបានកែប្រែនោះពួកគេនឹងបានរួចខ្លួនបើមិនបានកែប្រែទេពួកគេនឹងត្រូវបញ្ជូនទៅរៀនសូត្រនៅប្រទេសវៀតណាមតាមរយៈម៉ូតូអាសង្ការេនេះអាខ្លាហើយនឹងអាតោចំណែកឯមីធ្លាក់ហើយនឹងមីខ្វៃមីបុផាឆ្នាស់ហើយនឹងមីចចកព្រៃពួកគេកាលនៅថ្ងៃទី26នៅវេលាព្រឹកព្រលឹមស្រាងកូនមន់ទៅចុះពីទំនំពួកគេបានពាត់ធ្វើស៊ីកូនមន់អស់ចំនួន3ក្បាលដោយកូនមេលាជនោះពួកគេដែលបានពាត់នៅគុំជែកហើយចាប់ដើម្បីធ្វើជាចំណីម្ចាស់ក៏បានលឺហើយតូតតាន់ទើបដឹងថាពួកគេនេះមានការគិតទុកដើម្បីចាប់កូនមន់ធ្វើជាចំណីជាយូរមកហើយឆ្លងតាមការសង្កេតតាមដាននិងពិនិត្យដល់ល្អិតល្អន់ទើបដឹងថាពួកគេពិតជាធ្វើឃាតដល់សាហាវខូដោយមិនបន្សល់សាកសពទាល់តែសោះដូច្នេះតុលាការក្នុងស្រុកបានកាត់ទោសពួកគេម្នាក់ឲ្យជាប់មន្ទីរមណ្ឌលឃុំឃាំងនិងមណ្ឌលកែប្រែដើម្បីពិចារណាកំហុសមីខ្វៃមីធ្លាក់ហើយនឹងមីបុផាឆ្នាស់និងមីចចកព្រៃបើសិនជារយៈពេល6ខែមិនបានកែប្រែទេពួកគេនឹងត្រូវបញ្ជូនទៅកំពង់ឆ្នាំងដើម្បីរៀនសូត្រពួកឯងទាំងអស់គ្នានេះគឺជាបទឧក្រិដ្ឋការប៉ុនប៉ងសម្លាប់ដោយគិតទុកអាខ្លាឯងមើលកូនចៅរបស់ឯងដើម្បីកុំឲ្យពួកគេធ្វើរឿងអាក្រក់ទៀតពីថ្ងៃនេះទៅរស់នៅក្នុងមណ្ឌលកែប្រែត្រូវចេះស្រឡាញ់គ្នាហើយត្រូវចេះដឹងអំពីកំហុសខ្លួនឯងដូច្នេះព័ត៌មានដែលគេបានស៊ើបអង្កេតនិងតាមដានតុលាការបានកាត់ទោសពួកឯងម្នាក់ជាប់មណ្ឌលកែប្រែនេះពីចំនួន6ខែទៅ1ឆ្នាំជាកំហិតនៅក្នុងមណ្ឌលកែប្រែខ្ញុំសង្ឃឹមថាពួកឯងនឹងមានការកែប្រែហើយជប់បង្កភាពអុកឡុកនៅក្នុងមណ្ឌលកែប្រែបង្កការរំខានដល់អ្នកជិតខាងក៏ដូចជារំខានដល់ម្ចាស់ផ្ទះបើសិនជាពួកឯងបានញាក់រលឹកហើយដឹងខ្លួនកែប្រែរយៈពេល6ខែនោះគេនឹងដោះលែងពួកឯងឲ្យមានសេរីភាពអរគុណសម្រាប់ការតាមដានស្ដាប់នៅព័ត៌មានសូមជម្រាបលា